រឿងរ៉ាវនេះបានកើតឡើងនៅភូមិដាច់ស្រយាលមួយនាសម័យដែលអ្នកស្រុកនៅប្រាចង្គៀងប្រេងកាតនឹងធ្វើដំណើរដោយថ្មើរជើងឬកង់នៅឡើយនៅចុងភូមិមានចំការចេកឆ្វាចាស់មួយកន្លែងដែលដុះយ៉ាងព្រៃទ្រុបទ្រុលគ្មានអ្នកណាហ៊ានដើរកាត់នៅពេលយប់នោះទេព្រោះចាស់តែងតែហាម5កូនចៅកុំឲ្យទៅក្បែរទីនោះគេល្បីថាកាលពីប៉ុន្មានឆ្នាំមុនមានស្ត្រីម្នាក់ឆ្លោះគ្នានឹងប្តីក៏សម្រេចជុតចងកសម្រាប់ខ្លួនទាំងកំពុងមានផ្ទៃពោះនៅលើដើមអំពើធំកណ្ដាលចំការចេកនោះវិបុលគឺជាយុវជនកំឡោះម្នាក់ដែលមានចរិតរឹងរូសនិងមិនសូវជឿលើរឿងអវិយជំនឿខ្មៅព្រាយបិសាចឡើយយប់មួយវិបុលបានជិះកង់ទៅលេងរំវង់នៅភូមិខាងរហូតដល់ម៉ោងជាង12រំលងអាត្រៀតទើបធ្វើដំណើរត្រឡប់មកផ្ទះវិញដើម្បីឆាប់ដល់ផ្ទះវិបុលត្រូវជ្រើសរើសផ្លូវពីរមួយជាផ្លូវវាងដែលឆ្ងាយនិងមួយទៀតជាផ្លូវកាត់ដែលត្រូវឆ្លងកាត់ចំការចេកឆ្វាខ្មោចឡងនោះដោយសារតែភាពងងុយគេងនិងភាពក្លាហានមិនចិត្តខ្លាចវិបុលក៏សម្រេចចិត្តបត់កង់ចូលផ្លូវកាត់នោះដោយមិនស្តាក់ស្ទើរពេលចូលដល់ក្នុងចំការចេកបរិយាកាសក៏ប្រែជាស្ងាត់ជ្រងំខុសពីធម្មតាសូម្បីតែសំឡេងចង្រិតក៏លែងឮខ្យល់ត្រជាក់ត្រញាក់បានបក់មកវូធ្វើឲ្យស្លឹកចេកធំត្រដុះគ្នាឮសូរព្រិសគួរឲ្យព្រឺក្បាលពន្លឺព្រះច័ន្ទបានចេះរស្មីព្រិចទម្លុះចន្លោះស្លឹកចេកបង្កើតជាស្រមោលខ្មៅរេរាំពេញដីកំពុងតែធាក់កង់សុកវិបុលស្រាប់តែឮសំឡេងស្រីម្នាក់កំពុងយំខ្សឹកសួលលាយលំនឹងសំឡេងបំពេកូនយ៉ាងស្រាលល្វើយអឺកូនអើយកុំយំគេងទឺប្រលឹងម្ដាយវិបុលបង្អង់លបឿនកង់ញៀកមើលឆ្វេងស្ដាំនៅក្រោមដើមបំពេងធំកណ្ដាលចំការចេកគាត់ប្រទះឃើញស្ត្រីម្នាក់ស្លៀកសំពត់ជំពាក់ពណ៌ខ្មៅពាក់អាវកកំអត់ពណ៌សសក់វែងប្រាស្មាកំពុងឈរយោដៃ3កូនក្នុងភាពងងឹតដោយក្តីអាណិតនិងគិតថាប្រហែលជាអ្នកភូមិវង្វេងផ្លូវវិបុលក៏ស្រែកសួរបងស្រីយប់ប្រលប់មិនក៏មកឈរនៅទីនេះត្រូវការឲ្យខ្ញុំជួយជូនទៅផ្ទះទេស្ត្រីនោះឈប់យំហើយញៀកខ្នងយឺតមកកាន់វិបុលនាងមានមុខមាត់ស្រស់ស្អាតណាស់ស្បែកសស្លែកនាងញញឹមបន្តិចរួចតបវិញដោយសំឡេងស្អាតអរគុណហើយប្អូនប្រុសបងរងចាំប្តីបងយូរហើយគេមិនមកសោះប្អូនអាចជូនបងទៅដល់ចុងភូមិបានទេវិបុលមិនគិតច្រើនក៏ងក់ក្បាលយកព្រមរួចឲ្យនាងឡើងអង្គុយលើរនុកកង់ខាងក្រោយពេលនាងអង្គុយចុះភ្លាមវិបុលមានអារម្មណ៍ថាកង់របស់គេធ្ងន់ខុសធម្មតាធ្ងន់ដូចគេដាក់បាវអង្គររាប់សិបគីឡូលើសពីនេះក្លិនក្រអូបប្រហើរនៃផ្កាម្លិះដែលផាយចេញពីខ្លួននាងកាលពីដំបូងបានប្រែបន្តិចម្ដងទៅជាក្លិនស្អុយរលួយដូចសាងស័ព្ទកណ្ដោលស្លាប់ខ្យល់ត្រជាក់ចាប់ផ្ដើមបកខ្លាំងជាងមុនវិបុលខំប្រាំងធាក់កង់បែកញើពុនក្របពោតតែធាក់មិនចង់ទៅមុខសោះស្រាប់តែពេលនោះវិបុលមានអារម្មណ៍ថាមានទឹកអន្ទិលត្រជាក់ស្រៀងស្រក់តក់មកលើស្មារបស់គាត់បងស្រីឈឺមែនទេមិនក៏មានទឹកស្រក់មកលើខ្ញុំអញ្ចឹងវិបុលសួរទាំងញ័រមាត់គ្មានសំឡេងឆ្លើយតបមានតែសំឡេងសើចហ៊ីបន្លឺឡើងពីក្រោយខ្នងគាត់យ៉ាងត្រជាក់ឆ្អឹងខ្នងវិបុលសម្រេចចិត្តងាកមុខទៅមើលខាងក្រោយបន្តិចអ្វីដែលគាត់បានឃើញធ្វើឲ្យព្រលឹងគាត់ហោះចេញពីខ្លួនស្ត្រីដ៏ស្រស់ស្អាតអំបាំងមឹងលែងមានរូបរាងជាមនុស្សទៀតហើយមុខរបស់នាងរលួយផុយរលេះរលួយភ្នែកទាំងពីរបញ្ចេញពន្លឺពណ៌ក្រហមឆ្អៅអ្វីដែលគួរឲ្យរន្ធត់បំផុតនោះគឺនាងកំពុងតែហាវ៉ាយ៉ាងធំហើយមានអណ្បាចពណ៌ក្រហមស្រស់ដ៏វែងអន្លាយធ្លាក់ចុះមកលិតទឹកមាត់ដែលកំពុងស្រក់ឮស្មាវិបុលចំណែកឯកូនដែលនាងបីខាងដៃមិនមែនជាទារកទេតែជាដុំសាច់ប្រឡាក់ឈាមដែលមានមុខគួរឲ្យខ្លាចជូនអញទៅរកប្តីអញបើមិនអញ្ចឹងទេអញនឹងស៊ីឯងព្រាយក្រមុំនោះគំហុកឡើងដោយសំឡេងរន្ទឺពេញព្រៃចែករួចយកដៃដែលមានក្រចកវែងស្រួចមកក្តាប់ករបស់វិបុលយ៉ាងតឹងជួយថងខ្មោចឡងវិបុលស្រែកចចាប្រឡែងចោលកង់ដួលបោកទៅនឹងដីព្រាយក្រមុំនោះមិនព្រមលែងទេនាងហោះត្រដាងដៃដេញតាមវិបុលឯសក់ដ៏វែងរបស់នាងក៏បន្តលូតវែងទៅប៉នភ្នងរុំជើងវិបុលឲ្យជាប់ក្នុងស្មារតីតក់ស្លុតតស៊ូយកជីវិតរស់វិបុលនឹកឃើញមុនអាគមការពារខ្លួនដែលតាចាស់ធ្លាប់បង្រៀន
គាត់ប្រឹងងើបរត់ទាំងត្រមាក់ត្រមមសំដៅទៅវត្តដែលនៅមិនឆ្ងាយពីនោះប៉ុន្មានដោយមាត់ចេះតែពោលសូត្រធម៌អ្នកមោតស័កមិនដាច់ពីមាត់ពេលរត់ទៅដល់របងវត្តពន្លឺភ្លើងចេញពីកុដិលោកបានជែកមកចំព្រាយនោះបានបញ្ចេញសម្លេងស្រែកយំយ៉ាងត្រហឹងអើងកងអូយយោយក្តៅណាស់រួតក៏រលាយបាត់ទៅក្នុងភាពងងឹតនៃចំការជែកជ្វាវិញព្រះសង្ឃនិងលោកតាចារ្យបានចេញមកជួយសង្គ្រោះវិបុលដែលដួលសន្លប់បាត់ស្មារតីនៅមុខខ្លោងទ្វារវត្តព្រឹកឡើងវិបុលទ្រឹខ្លួនចាញ់ដេកប៉ែតអស់ជិតមួយសប្តាហ៍ទើបប្រលឹងចូលខ្លួនវិញគាត់បានទៅនិមន្តព្រះសង្ឃរៀបចំបង់សេកុលនិងធ្វើបុណ្យឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធស្ត្រីអភ័ព្វនោះដើម្បីសុំខមាទោសដែលខ្លួនបានដើរកាត់រំខានកន្លែងស្នាក់អាស្រ័យរបស់នាងចាប់តាំងពីថ្ងៃនោះមកវិបុលលែងហ៊ានអួតអាងនិងលែងហ៊ានដើរកាត់ចំការជែកឆ្វានោះទៀតហើយរីឯរឿងរ៉ាវនៃព្រាយក្រមុំដើមជែកឆ្វានេះក៏នៅតែល្បីរន្ទឺคล้ายជារឿងនិទានប្រាប់កូនចៅកុំឲ្យប្រមាថមើលងាយទីកន្លែងដែលចាស់ៗបានហាមប្រាម